ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនមើលតែក្បាលវីដេអូក៏ដឹងបងប្អូនទាំងអស់គ្នាគឺថ្ងៃនេះខ្ញុំបានធ្វើលោកដាក់សាច់គោបងប្អូនទាំងអស់គ្នាហើយសាច់គោនេះគឺខ្ញុំទិញមកពីព្រឹកបងប្អូនហើយខ្ញុំធ្វើពេលល្ងាចបងប្អូនយើងលាងទឹកលាងអីស្អាតជាខ្លះសេហើយយើងយកវាចេញពីទូទឹកកកមកយើងចាប់តាមហាន់វាជាចំណិតបងប្អូនទាំងអស់គ្នាជាបន្ទះហើយបន្តមកទៀតយើងធ្វើការកច្រាំខ្ទឹមឲ្យយើងបងប្អូនទាំងអស់គ្នាដើម្បីដាក់ភ្លីវាឈ្ងុយជាមួយនឹងសាច់ចឹងបងប្អូនទាំងអស់គ្នាតទៅពីកញ្ច្រាំខ្ទឹមហើយយើងក៏ធ្វើការយកឆ្នាំងខ្ទះដាក់លើចក្រានហើយយើងកាច់ខ្ទះកាច់បងប្អូនហើយប្រប់មកទៀតយើងទៅដាក់ជាមួយនឹងប្រេងឆាបងប្អូនដាក់ខ្ទឹមយើងភ្លីងឲ្យវាឈ្ងុយមកបងប្អូនអរគ្នាវាឡើងមើលទៅវាឡើងក្រហមហើយយើងដាក់ស្ករក្រហមយើងចូលបន្តិចបងប្អូនដើម្បីឲ្យវាគ្រឿងក្រូចនេះវាចាប់ចិត្តជាមួយសាច់គោឲ្យឈ្ងុយឆ្ងាញ់ចឹងហើយខ្ញុំលូតថែមទឹកត្រីបន្តិចបងប្អូនដាក់វាចូលមកយើងចាក់សាច់គោយើងចូលទៅសាច់គោនេះខ្ញុំប្រើ3ខាំបងប្អូនទាំងអស់គ្នាដាក់វាចូលភ្លីងទៅភ្លីងមកឲ្យចូលជាតិគ្នាអស់ចឹងបងប្អូនទាំងអស់គ្នាយើងដាក់ភ្លើងតិចទេបងប្អូនទាំងអស់គ្នាកុំប្រើភ្លើងខ្លាំងពេកបងប្អូនលំហើយបន្តែមកយើងថែមជាមួយនឹង oyster យើងបងប្អូនទាំងអស់គ្នាគឺទឹកប្រេងខ្យងយើងហ្នឹងបងប្អូនចាក់វាចូលមកគឺថាពីឈ្ងុយបងប្អូនទាំងអស់គ្នាបើចាក់តែប៉ុណ្្នឹងមកនេះបងប្អូនយើងឆាទៅឆាមកបងប្អូនហើយយើងឆាវាមកតានេះទៅយើងបន្ថែមទឹកបន្តិចបងប្អូនអរគ្នាដើម្បីឲ្យសាច់នឹងវាឆ្អិនល្អចឹងហើយខ្ញុំថែមជាមួយនឹងនេះម្សៅបំពងបងប្អូនម្សៅតែម្សៅឆាវាអស់ចឹងហើយយើងដាក់ទឹកថែមតិចទៀតយើងចូលវាទៅចូលមកបងប្អូនអរគ្នានេះទៅមួយមុខនេះខ្ញុំឲ្យអួយបងប្អូនអរគ្នាគឺនិយាយថាឆ្ងាញ់លិតឯហ្មងបងប្អូនហើយយើងចូលវាទៅចូលមកយើងបើកភ្លើងតិចបងប្អូនអរគ្នាដើម្បីឲ្យសាច់នឹងហើយយើងដាក់អាម្សៅឆាចូលដើម្បីវាស្អិតហ្នឹងបងប្អូនអរគ្នាមើលទៅគឺវាទំនងចឹងវាលក្ខណៈបែបចឹងបងប្អូនអរគ្នាហើយទៅមើលបន្លែមកយើងខ្ញុំនៅសមម្នាស់មួយផ្លែបងប្អូនអរគ្នាហើយនឹងបន្លែដែលខ្ញុំនៅធ្វើពីទឹកគ្រឿងសយើងដាក់ចូលគ្នាបងប្អូននេះទៅយើងចង់ហូបមើលអីក៏បានដែរបងប្អូនអរគ្នាចំពោះលោកដាក់នេះបងប្អូនបន្លែឆៅហ្នឹងគឺខ្ញុំចូលចិត្តហ្មងបងប្អូនអរគ្នាបន្លែធម្មជាតិទេបងប្អូនហើយមកមើលនេះលោកដាក់របស់យើងគឺឆ្អិនស្រាច់បងប្អូនអរគ្នានេះទៅពីទំនងមែនតើបងប្អូនហើយងាយស្រួលធ្វើលឿនហើយឆ្ងាញ់ទេបងប្អូនអរគ្នាមុនយើងឆ្អិនយើងបិទខាប់អត់អីទុកយើងមកលាយទឹកជ្រលក់មានបើស្ករប៊ីចេងហើយខ្ទឹមកញ្ច្រាំនឹងម្ទេសបងប្អូនចង់ហឹលដាក់ម្ទេសរៀងចឹងបានតែខ្ញុំដាក់តែមួយផ្លែទេបងប្អូននេះបងប្អូនហើយបងប្អូនវាពីថាឆ្ងាញ់បងប្អូនអរគ្នាអរគុណសម្រាប់ការតាមដានទស្សនាវីដេអូ